bạn chẳng dương mới việc tí mùi bao giờ bà cứ wife dương prai thà bà bốn việc tí pi bao giờ cứ husband dương prai thà bà đầy cho bà xin chị dương trong thì dây tiền bà đây tiền bà bốn trong bà bốn tầm mờ việc bao giờ một tiết bà nè việc đi dương an thá spouses bà spouses chẳng spouses cái này cứ dương prai thà bà đây bà bốn bàจะไม่ได้สู้บางคนต่างกันนี้ไงนี่ខ្ញុំមានមេរៀនថ្មីមកចែករំលែកជូនបងប្អូនទៀតហើយបាទដែលចំណងជើងមេរៀនរបស់យើងគឺបាទ family words បាទពាក្យដែលពាក់ព័ន្ធជាមួយនឹងក្រុមគ្រួសារបងប្អូនបាទតោះអញ្ចឹងយើងទៅសិក្សាពាក្យដែលពាក់ព័ន្ធជាមួយនឹងក្រុមគ្រួសារទាំងអស់គ្នាចុះបងប្អូនមើលមកនេះពាក្យទី1របស់យើងគឺយើងអានថា wife បាទ wife ប្រែថាប្រពន្ធបងប្អូនឥឡូវយើងទៅមើលពាក្យទី2របស់យើងបាទពាក្យទី2របស់យើងនេះគឺ husband បាទ husband អញ្ចឹង husband យើងប្រែថាប្តីបងប្អូនបាទអញ្ចឹងយើងមើលពាក្យទី1របស់យើងបាទគឺ wife យើងប្រែថាប្រពន្ធពាក្យទី2របស់យើងគឺ husband យើងប្រែថាប្តីចុះបើសិនជាយើងចង់និយាយទាំងប្តីទាំងប្រពន្ធអញ្ចឹងបងប្អូនទៅមើលពាក្យរបស់យើងមួយទៀតបាទនេះពាក្យនេះយើងអានថា spouses បាទ spouses អញ្ចឹង spouses កន្លែងនេះគឺយើងប្រែថាបាទប្តីប្រពន្ធបាទអញ្ចឹងពាក្យ spouses នេះគឺយើងសំដៅទៅលើទាំងប្តីទាំងប្រពន្ធបងប្អូនបាទតោះអញ្ចឹងយើងទៅមើលប្រយោគឧទាហរណ៍ជាក់ស្ដែងទាំងអស់គ្នាយើងមើលមកបាទ they are spouses បាទពួកគេគឺជាប្តីប្រពន្ធនឹងគ្នាអញ្ចឹងយើងមកមើលបាទរូបបាទនេះគឺប្តីប្រពន្ធបាទតោះអញ្ចឹងយើងទៅសិក្សាពាក្យបន្តទៀតបាទដែលពាក់ព័ន្ធជាមួយនឹងគ្រួសារហ្នឹងបាទអញ្ចឹងយើងមើលមកពាក្យរបស់យើងពាក្យទី1គឺសាំបាទសិទ្ធអនុសាំសាំប្រែថាកូនប្រុសបាទអញ្ចឹងយើងទៅមើលពាក្យរបស់យើងទី2បាទ daughter បាទ daughter ប្រែថាកូនស្រីបាទអញ្ចឹងបងប្អូនមើលពាក្យ son យើងប្រែថាកូនប្រុសបាទពាក្យ daughter យើងប្រែថាកូនស្រីហើយបើសិនជាបងប្អូនចង់និយាយទាំងកូនប្រុសទាំងកូនស្រីបាទគឺយើងមានពាក្យមួយទៀតអញ្ចឹងយើងមើលមកបាទ children បាទយើងប្រើពាក្យថា children អញ្ចឹង children គឺយើងប្រែថាបាទកូនអញ្ចឹងទាំងអស់គ្នាមកមើលប្រយោគបាទមកមើលប្រយោគទាំងអស់គ្នា they are my children បាទពួកគេគឺជាកូនរបស់ខ្ញុំបាទនេះរូបភាពបាទតោះអញ្ចឹងយើងទៅសិក្សាពាក្យបន្តទៀតបងប្អូនមើលមកនេះពាក្យទី1បាទយើងអានថា sister បាទអញ្ចឹង sister យើងអាចប្រែថាប្អូនស្រីឬក៏បងស្រីក៏បានដែរបាទយើងមកមើលពាក្យបន្តទៀតយើងអានថា brother បាទ brother ប្រែថាបងប្រុសឬក៏ប្អូនប្រុសអញ្ចឹងយើងមើលមកពាក្យទី1របស់យើងគឺ sister យើងប្រែថាប្អូនស្រីឬក៏បងស្រីបាទពាក្យទី2គឺ brother យើងប្រែថាបងប្រុសឬក៏ប្អូនប្រុសអញ្ចឹងបើយើងចង់ប្រើទាំងពីរនេះគឺយើងមានពាក្យមួយទៀតបងប្អូនមកមើលបាទគឺយើងអានថា siblings បាទ sibling គឺយើងប្រែថាបងប្អូនបង្កើតអញ្ចឹងយើងទៅមើលប្រយោគឧទាហរណ៍ជាក់ស្ដែងទាំងអស់គ្នាបាទនេះ they are siblings បាទពួកគេគឺជាបងប្អូនបង្កើតនឹងគ្នាអញ្ចឹងយើងមកមើលរូបភាពបាទនេះរូបភាពបាទអញ្ចឹងថ្ងៃនេះយើងសិក្សាពាក្យដែលទាក់ទងជាមួយនឹងក្រុមគ្រួសារហើយបងប្អូនក៏សម្គាល់ទៅបាទពាក្យ wife យើងប្រែថាប្រពន្ធពាក្យ husband យើងប្រែថាប្តីហើយទាំងប្តីទាំងប្រពន្ធគឺយើងប្រើពាក្យមួយទៀតគឺ spouses បាទបងប្អូនគាត់សម្គាល់ទៅបាទអញ្ចឹងថ្ងៃនេះយើងសិក្សាប៉ុណ្ណឹងទាំងអស់គ្នាបាទហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាទ